ជំរាបសួរគុណៗទាំងអស់គ្នាបាទត្រឡប់មកជួបលោកគ្រូម្ដងទៀតហើយដោយសារតែមានកូនសិស្សម្នាក់គាត់សុំលោកគ្រូសុំលំហាត់អញ្ចឹងលោកគ្រូមានលំហាត់ឲ្យកូនទាំងអស់គ្នាសិក្សាអញ្ចឹងនៅទំព័រទី9ដែលលំហាត់ហ្នឹងគេឲ្យចូលស្រង់គណនាប្រកបដោយនិងគណនាកំណត់ក្នុងខាងក្រោមអញ្ចឹងគ្រូមាន5លំហាត់ដូចដែលគាត់បានឃើញអញ្ចឹងសូមទស្សនាវីដេអូនេះដល់ចប់ដើម្បីបានចម្លើយលំហាត់នេះទាំងអស់គ្នាបាទអញ្ចឹងមុននឹងយើងចូលគ្រូលំដាប់សិនប្រភេទគុណនាមតែមុននឹងដល់សិក្សាប្រភេទគុណនាមយើងសិក្សាពីដើមសិនតើយើងស្គាល់ថាតើអ្វីទៅជាគុណនាមអញ្ចឹងសំណួររបស់លោកគ្រូដំណេកហៅថាគុណនាមតើគុណនាមមានប្រមាណប្រភេទមានអ្វីខ្លះអញ្ចឹងយើងសិក្សាពីនិយមន័យគុណនាមគេប្រាប់ថាគឺជាពាក្យសម្រាប់សម្គាល់លក្ខណៈរបស់នាមហើយស្ថិតនៅខាងស្ដាំនាមអញ្ចឹងគុណនាមមានពីរប្រភេទគុណនាមប្រក្តីនិងគុណនាមកំណត់អញ្ចឹងយើងសិក្សាពីគុណនាមប្រក្តីមុនបាទគុណនាមប្រក្តីវាជាប្រភេទមួយនៅក្នុងហ្នឹងអញ្ចឹងយើងសិក្សាពីវាទៅគុណនាមប្រក្តីគឺប្រាប់លក្ខណៈធម្មតារបស់នាមអញ្ចឹងម្ដងទៀតគុណនាមប្រក្តីគឺប្រាប់លក្ខណៈធម្មតារបស់នាមហើយគុណនាមប្រក្តីមានពាក្យមូលពាក្យធំពាក្យវែងពាក្យអង្អែលក្លាហានពស់ទាបកាចស្លូតប្រៃសាបស្រួចទាលឧស្សាហ៍ខ្ជិលស្អាតកខ្វក់ខ្លាំងខ្សោយជាដើមអញ្ចឹងហើយនឹងមានច្រើនទៀតឲ្យតែប្រាប់ពីលក្ខណៈធម្មតារបស់គុណនាមគឺជាសុទ្ធតែជាប្រភេទគុណនាមប្រក្តីទាំងអស់អញ្ចឹងយើងមើលទៅឧទាហរណ៍គុណនាមប្រក្តីល្បះទី1ធីតាមានមុខមូលភ្នែកធំសក់វែងម្ដងទៀតធីតាមានមុខមូលភ្នែកធំសក់វែងអញ្ចឹងគុណមើលតើពាក្យមួយណាជាគុណនាមប្រក្តីបាទល្អណាស់ពាក្យទី1គឺពាក្យថាមូលបាទពាក្យថាមូលគឺជាគុណនាមប្រក្រតីបាទកូនមើលអីគេមូលទៅតើអីគេមូលទៅបាទល្អណាស់គឺពាក្យថាមុខមូលឃើញទេមុខមូលអីគេធំទៅបាទកូនសួរមើលបាទគឺភ្នែកធំបាទពាក្យទាំងអស់ហ្នឹងមិនថាពាក្យភ្នែកធំមុខមូលសុទ្ធតែបញ្ជាក់លក្ខណៈធម្មតារបស់នាមឥឡូវយើងមើលពាក្យបន្តទៀតពាក្យថាវែងអីគេវែងបាទគឺពាក្យថាសក់វែងអញ្ចឹងឃើញទេពាក្យទាំងអស់ហ្នឹងសុទ្ធតែបង្ហាញពីគុណនាមប្រក្រតីឥឡូវយើងចាប់ផ្ដើមមើលរូបភាពភ្នែកធំមុខមូលសក់វែងឃើញទេសុទ្ធតែបង្ហាញពីលក្ខណៈធម្មតារបស់នាមឥឡូវឧទាហរណ៍ទី2ពួកគុណជាយុវជនអង្អែលក្លាហានម្នាក់ម្ដងទៀតពួកគុណជាយុវជនអង្អែលក្លាហានម្នាក់គុណមើលពាក្យមួយណាដែលជាគុណនាមប្រក្រតីបាទល្អណាស់គឺពាក្យថាអង្អែលក្លាហានដែលបង្ហាញអំពីលក្ខណៈធម្មតារបស់នាមហើយបញ្ជាក់លក្ខណៈឲ្យនាមមួយណាគឺយុវជនបាទល្អណាស់គឺយុវជនហ្នឹងឯគេយុវជនហ្នឹងអង្អែលក្លាហានបាទអញ្ចឹងសរុបមកគុណនាមប្រក្តីគឺប្រាប់លក្ខណៈធម្មតារបស់នាមម្ដងទៀតគុណនាមប្រក្តីគឺប្រាប់លក្ខណៈធម្មតារបស់នាមចឹងឥឡូវយើងចូលទៅសិក្សាចំណុចទី2គុណនាមកំណត់អញ្ចឹងគុណនាមកំណត់យើងបែងចែកជាប្រភេទតូចៗចំនួន5ទៀតគឺគុណនាមចង្អុលគុណនាមសំណួរគុណនាមចំនួននិងគុណនាមកម្មសិទ្ធិគុណនាមមិនច្បាស់ក្នុងគុណនាមកំណត់មាន5ណាអញ្ចឹងកូនមើលឧទាហរណ៍ទី1មនុស្សនេះល្បីល្បាញណាស់មនុស្សនេះល្បីល្បាញណាស់តើកូនមើលតើពាក្យមួយណាដែលជាគុណនាមកំណត់បាទគឺពាក្យថានេះបាទពាក្យថានេះបង្ហាញអំពីសភាពនៃទីកន្លែងមនុស្សនៅចិត្តឬបាទមនុស្សនៅចិត្តឬក៏មួយទៀតពាក្យថានោះគឺបង្ហាញពីនៅឆ្ងាយតែវាបង្ហាញបើសិននៅក្នុងប្រភេទតូចៗជាគុណនាមចង្អុលបាទវាគឺជាប្រភេទគុណនាមចង្អុលនេះនោះបង្ហាញពីទីចិត្តឬក៏ទីឆ្ងាយនឹងឯងអញ្ចឹងយើងចូលទៅមើលឧទាហរណ៍ទី2បាទផ្ទះខ្ញុំស្ថិតនៅក្បែរផ្ទះគាត់ពាក្យថាខ្ញុំនិងពាក្យគាត់បង្ហាញពីម្ចាស់នៃវត្ថុហ្នឹងគឺផ្ទះនឹងឯងហើយបើវាស្ថិតនៅក្នុងប្រភេទគុណនាមវិញបាទគឺគុណនាមកម្មសិទ្ធិបាទល្អណាស់គឺគុណនាមកម្មសិទ្ធិល្បះទី3ពាក្យថាអ្វីដែលបង្ហាញសម្រាប់សួរអញ្ចឹងបើយើងគិតនៅក្នុងប្រភេទគុណនាមតូចៗគឺជាគុណនាម
សំណួរបាទគឺជាគុណនាមសំណួរទី4នៅជាប់នឹងផ្លូវទី1មានដើមឈើ2ដើមអញ្ចឹងគុណមើលពាក្យទី1នឹងបង្ហាញអំពីចំនួនរៀបនិងពាក្យ2បង្ហាញអំពីចំនួនរាប់បើយើងគិតថាវាជានៅក្នុងគុណនាមតូចៗហ្នឹងណាតើវាជាគុណនាមមួយណាល្អណាស់វាគឺជាគុណនាមចំនួនឃើញទេអញ្ចឹងល្បះទី5គ្មានមនុស្សណាពូកែដូចគាត់ទេម្ដងទៀតគ្មានមនុស្សណាពូកែដូចគាត់ទេអញ្ចឹងកូនមើលបាទគ្មានមនុស្សណាឬគ្មានណាបញ្ជាក់លក្ខណៈមិនច្បាស់របស់មនុស្សអញ្ចឹងអត់វាបង្ហាញពីគុណនាមមិនច្បាស់ឥឡូវយើងទៅបន្តទៀតពាក្យថានេះពាក្យខ្ញុំគាត់អ្វីទី1 2គ្មានណាសុទ្ធតែជាគុណនាមកំណត់ទាំងអស់បាទឥឡូវយើងស្របនិយមន័យជាមួយគ្នាយើងស្របគុណនាមទាំង5ហ្នឹងបូកមកបាននិយមន័យគុណនាមកំណត់ប្រាប់ពីចំនួនលំដាប់ទីប្រាប់ពីម្ចាស់កម្មសិទ្ធិសម្រាប់សួរឬក៏ចង្អុលប្រាប់ស្ថានភាពនៃទីកន្លែងឬពេលវេលានឹងឯងអញ្ចឹងគុណនាមកំណត់គឺមាននិយមន័យបែបហ្នឹងបាទឥឡូវយើងចូលមកដល់លំហាត់របស់យើងគេឲ្យចូលស្រង់គុណនាមប្រក្រតីនិងគុណនាមកំណត់ក្នុងលំហាត់ខាងក្រោមអញ្ចឹងលំហាត់របស់យើងមានចំនួន5អញ្ចឹងយើងចូលស្រង់ជាមួយគ្នាបាទគេឲ្យស្រង់គុណនាមប្រក្រតីនិងគុណនាមកំណត់អញ្ចឹងយើងមើលលំហាត់ទី1មកបាទតើពាក្យមួយណាដែលជាគុណនាមប្រក្រតីឬក៏ជាគុណនាមកំណត់បាទមុននឹងយើងចូលទៅយកកូនសូមសរសេរចម្លើយដូចខាងក្រោមយើងដាក់គុណនាមប្រក្រតីមកហើយដាក់គុណនាមកំណត់ដោយគ្រូចឹងមកហើយចាំកូនស្រង់ម្ដងមួយឥឡូវយើងមើលល្បះទី1សុខាជាសិស្សពូកែនាងតែងទទួលបាននិទេសល្អឥឡូវយើងស្រង់ពាក្យដែលជាគុណនាមបាទគឺពាក្យថាពូកែបាទពាក្យថាពូពេលយើងស្រង់មកពាក្យទៀតគឺពាក្យថាល្អឥឡូវយើងសាកគិតមើលតើពាក្យល្អនិងពាក្យពូកែនឹងជាគុណនាមកំណត់ឬក៏គុណនាមប្រក្រតីបាទល្អណាស់គឺពាក្យទាំងពីរហ្នឹងបង្ហាញពីលក្ខណៈធម្មតារបស់នាមអញ្ចឹងវាស្ថិតនៅក្នុងគុណនាមក៏ប្រក្រតីបាទអញ្ចឹងយើងដាក់វានៅកន្លែងគុណនាមប្រក្រតីព្រោះវាប្រាប់ពីលក្ខណៈធម្មតារបស់នាមទេអញ្ចឹងយើងដាក់វានៅកន្លែងគុណនាមប្រក្រតីឥឡូវចូលទៅល្បះទី2គឺពាក្យថានោះពាក្យថានោះបាទដែលបង្ហាញអំពីគុណនាមកំណត់អញ្ចឹងយើងបានរៀនរួចហើយមិននៅក្នុងគុណនាមកំណត់មានពាក្យថានេះដែលកូនចាំថាពាក្យថានេះដែលបង្ហាញពីស្ថានភាពនៃចដោះអញ្ចឹងពាក្យថានោះដូចគ្នាដែរគ្រាន់តែវាបង្ហាញអំពីនៅឆ្ងាយអញ្ចឹងបើវាប្រភេទតូចវាជាគុណនាមចង្អុលអញ្ចឹងយើងស្រង់មកវានៅក្នុងគុណនាមកំណត់ពាក្យថានោះជាគុណនាមប្រភេទគុណនាមចង្អុលហើយទៅមើលឧទាហរណ៍ទី3ជីតាខ្ញុំជាជនគំរូនៅក្នុងភូមិនេះអញ្ចឹងកូនមើលពាក្យមួយណាជាគុណនាមបាទគឺពាក្យថាខ្ញុំអញ្ចឹងកូនចាប់ផ្ដើមវិភាគជាគុណនាមកំណត់ឬប្រក្រតីខ្ញុំបង្ហាញជាម្ចាស់កម្មសិទ្ធិវាជាគុណនាមកំណត់អញ្ចឹងកូនដាក់នៅក្នុងកំណត់មកបាទជាជនគំរូអញ្ចឹងពាក្យថាគំរូពាក្យគំរូហ្នឹងបង្ហាញពីលក្ខណៈធម្មតារបស់នាមជាគុណនាមប្រក្រតីអញ្ចឹងកូនដាក់នៅក្នុងគុណនាមប្រក្រតីបាទនៅក្នុងភូមិនេះអញ្ចឹងមានពាក្យអីទៀតល្អណាស់គឺពាក្យថានេះដែលបង្ហាញអំពីទីជិតឬក៏ទីឆ្ងាយហ្នឹងជាគុណនាមកំណត់អញ្ចឹងដាក់នៅក្នុងគុណនាមកំណត់ឥឡូវយើងទៅមើលល្បះទី4តើគាត់ធ្វើការងារល្អដែរទេពាក្យថាល្អអញ្ចឹងពាក្យថាល្អយើងមាន2យើងស្រង់តែមួយបានហើយពាក្យថាល្អដោយសារវាមាន2ទី1ផងហើយនិងទី4ផងអញ្ចឹងយើងស្រង់តែមួយក៏បានដែរល្អនេះជាគុណនាមប្រក្រតីអញ្ចឹងពាក្យចុងក្រោយគឺពាក្យថាល្បីអញ្ចឹងគ្រូសង្ឃឹមថាវីដេអូរបស់គ្រូអាចជួយនៅក្នុងការសិក្សារបស់កូនផងដែរសូមអរគុណសូមព្រះអង្គប្រទាន